ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ700ខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី10ខែកុម្ភៈគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញចុះពិនិត្យវត្តសាមគ្គីរាំងសីតាមការគ្រងទុកនៅរុស្ស៊ីថ្ងៃនេះកងកម្លាំងប្រដាប់អាវុធនិងប៉ូលីសរាប់រយនាក់ដឹកនាំដោយលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានចុះពិនិត្យវត្តសាមគ្គីរាំងសីដែលជាវត្តខ្មែរកម្ពុជាក្រោមស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យកណ្ដាលរាជធានីភ្នំពេញដើម្បីសិក្សាស្រាវជ្រាវថាតើវត្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនិងថាតើព្រះសង្ឃក្នុងវត្តនេះត្រូវបានបំពោះជាផ្លូវការឬយ៉ាងណាព្រឹត្តិការណ៍នេះគេសង្កេតឃើញពុទ្ធបរិស័ទចំណោះជើងវត្តនិងយុវជនចូលរួមក្លំមើលយ៉ាងច្រើនកកបន្ទាប់ពីពិនិត្យអស់រយៈពេលជិត1ម៉ោងដែលផ្ដោតលើឯកសារពាក់ព័ន្ធរបស់វត្តសាមគ្គីរាំងសីនិងឯកសាររបស់ព្រះសង្ឃក្នុងវត្តនេះលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសន្និសីទថានៅពេលនេះអាជ្ញាធរក្រុងមិនអាចសម្រេចអ្វីទាំងអស់ប៉ុន្តែត្រូវធ្វើរបាយការណ៍ទៅថ្នាក់លើជាមុនសិនអាចបនទៅជាផលអភិវឌ្ឍក៏តែទៅជាផលអភិវឌ្ឍតែយោងលើទាំងនេះក៏ទំនុកខែគាត់តាមខ្ញុំអត់និយាយទេខ្ញុំបានថាគេនិយាយអញ្ចឹងគាត់ឲ្យច្បាស់គ្នាខ្ញុំអត់មានបាននិយាយអញ្ចឹងទេតែពីណាពីណីមកខ្ញុំអត់ដែរមានធ្វើសិនភាសាឬតើព័ត៌មានថាសឹងអញ្ចឹងទេតែខ្ញុំខ្លាចខ្លួនឯងស្ដាប់ទៅវាខុសពាក្យគេនិយាយថាឯងឬក៏សឹងយល់ទេហ្នឹងហើយគោថ្ងៃនោះកូនខ្ញុំបានឆ្លើយតបគោលដៅដែលនិយាយថាគាត់នឹងមានភាពគឺសង្ស័យអាចថានឹងទៅជាគាត់នឹងចូលទៅអញ្ចឹងចង់បានការឆ្លើយតបពីចំណុចទៅហើយដល់ពីស្ទិចមើលថាតើវាគាត់មានសិទ្ធិសួរខ្ញុំមានសិទ្ធិឆ្លើយខ្ញុំអត់ឆ្លើយក៏បានមានសិទ្ធិរបស់ខ្ញុំប៉ុន្តែខ្ញុំបានបញ្ជាក់វិញថាខ្ញុំខ្លាចថាអ្នកស្លាប់និងអ្នកនិយាយគ្នានោះពេលនោះមានបញ្ហាហើយប៉ុន្តែចំពោះខ្ញុំអត់និយាយទៅដល់អ្នកដងគាត់ពីរឿងអភិគុំអស់ខ្ញុំអត់ដែរនិយាយទៅអូខេតែចាក់ឡើងវិញបើខ្ញុំវាយតម្លៃណាអបគុំខ្ញុំនឹងយកកម្លាំងទៅពេកទៅនេះបើខ្ញុំច្បាស់អត់មានខ្ញុំទេណាអូមិញអាយដាមថាបាននិយាយទេប៉ុន្តែឥឡូវខ្ញុំសួរគាត់អ្នកនិយាយវិញថាតើគាត់បាននិយាយភាសាថាវត្តសាមគ្គីរាំងសីអាចបង្កើតអបគុំមែនអញ្ចឹងឥឡូវយើងអាចនិយាយថាអបគុំខ្ញុំអត់ដឹងទេឥឡូវយើងអាចបញ្ជាក់បានថាអបគុំមិនអបគុំមកបញ្ជាក់មកជុំមកអាយដាមគាត់បោះស្រែហើយបាត់ទល់មកបងប្អូនអាយដាមគាត់បោះស្រែហើយសុំឃើញបងសុំអាយដាមគាត់បោះស្រែហើយសូមរំលឹកថាកន្លងមកព្រះសង្ឃជាថ្នាក់ដឹកនាំគង់នៅវត្តសាមគ្គីរាំងសីបានមានសង្ឃឯកាថារដ្ឋាភិបាលចង់បិទវត្តនេះចោលដោយសារតែនេះជាវត្តមួយក្នុងចំណោមវត្តមួយចំនួនតូចនៅក្នុងប្រទេសដែលហ៊ានក្រោកឈរការពារគ្រួសារដែលប្រឈមការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍឯកជននិងហ៊ានដឹកនាំប្រជាពលរដ្ឋធ្វើបាតកម្មប្រឆាំងយួនឈ្លានពានអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចុះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះគណៈបកទាំងពីរព្រមព្រៀងគ្នាបង្កើតច្បាប់ស្តីពីការជួលផ្ទះតាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានព្រមព្រៀងគ្នាថានឹងបង្កើតច្បាប់មួយដើម្បីគ្រប់គ្រងការជួលផ្ទះច្បាប់នេះសម្ដែងការពារផលប្រយោជន៍អ្នកជួលផ្ទះនិងម្ចាស់ផ្ទះដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ដល់ភាគីណាមួយក្រុមការងារគណៈបកទាំងពីរកំពុងពិភាក្សាគ្នាអំពីការតាក់តែងសេចក្តីព្រាងច្បាប់នេះកម្ពុជានឹងមានច្បាប់ស្តីពីការជួលផ្ទះក្នុងពេលឆាប់ៗនេះដើម្បីការពារផលប្រយោជន៍ទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះសេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវតាក់តែងឡើងដោយក្រុមការងារគណៈបកទាំងពីរដែលមានកៅអីក្នុងរដ្ឋសភានេះជាការប្រកាសឲ្យដឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកថ្ងៃអង្គារទី10កុម្ភៈនេះថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនិងឯកកោះពេជ្រ
ប្រមុខរដ្ឋាភិបាលខ្មែរបានបញ្ជាក់ថារូបលោកបានព្រមព្រៀងជាមួយលោកសំរងស៊ីមេដឹកនាំបកប្រឆាំងរួចហើយថានឹងបង្កើតក្រុមការងារដើម្បីសរសេរសេចក្តីព្រាងច្បាប់ស្តីពីការជួលផ្ទះសេចក្តីព្រាងច្បាប់នេះមានគោលដៅការពារផលប្រយោជន៍ភាគីទាំងសងខាងគឺទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះនេះបើតាមការពន្យល់របស់លោកនាយករដ្ឋមន្ត្រីលោកសំរងស៊ីធ្លាប់បានបង្ហាប់ឲ្យដឹងការពីពេលថ្មីនេះថាលោកចង់ឲ្យមានច្បាប់មួយកំណត់ពីការជួលផ្ទះដោយនៅក្នុងបណ្ដាប្រទេសជឿនលឿនផ្សេងទៀតដែរគណៈកម្មការទី1រដ្ឋសភាស្នើឲ្យបញ្ឈប់ប្រើតុលាការគៀបសង្កត់ពលរដ្ឋមានចំនួនដីធ្លីបងប្អូនជនរួមជាទីមេត្រីបើយោងតាមគេហទំព័រភ្នំពេញប៉ុបបានចុះផ្សាយថាគណៈកម្មការទី1រដ្ឋសភាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយអន្តរាគមន៍ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដោយសន្តិវិធីដោយមិនត្រូវឲ្យក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធតុលាការមកធ្វើការគៀបសង្កត់ភាគីប្រជាពលរដ្ឋក្រីក្រដោយពេលកន្លងមកទៀតឡើយការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទម្សិលមិញរវាងគណៈកម្មការទី1នៃរដ្ឋសភាផ្នែកសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្គការនិងទំនាក់ទំនងរដ្ឋសភាប្រសិទ្ធិជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនាទីស្តីការក្រសួងដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទដីធ្លីដែលពាក់ព័ន្ធនឹងក្រសួងក្នុងនោះមានបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀបជាមួយក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំតាម៉ូស្រុកមេមត់ខេត្តត្បូងឃ្មុំជាមួយក្រុមហ៊ុនចំការកស៊ូមេមត់ទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារជាមួយក្រុមហ៊ុនចិនឡានហ្វេងនិងរយហ្វេងព្រមទាំងករណីទំនាស់ដីធ្លីជាច្រើនទៀតនៅខេត្តក្រចេះនិងខេត្តកោះកុងគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានគណៈកម្មការទី1នៃរដ្ឋសភាលោកអេងឆៃអៀងបានថ្លែងថាខណៈដែលក្រសួងកសិកម្មបាននឹងកំពុងធ្វើការដោះស្រាយបញ្ហាដីធ្លីបញ្ហាចំនួនដីធ្លីទាំងនេះគណៈកម្មការរដ្ឋសភាស្នើឲ្យក្រសួងជួយធ្វើយ៉ាងណាដោះស្រាយវិវាទដោយសន្តិវិធីកុំឲ្យភាគីម្ខាងទៀតប្រើប្រាស់ប្រព័ន្ធតុលាការទៅគៀបសង្កត់ភាគីប្រជាពលរដ្ឋរដ្ឋមន្ត្រីក្រសួងកសិកម្មលោកអុករ៉ាប៊ុនបានបញ្ជាក់ចំហថាក្រសួងនៅបន្តអន្តរាគមន៍និងជំរុញឲ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីធ្វើយ៉ាងណាពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់សង្គមស៊ីវិលបានលើកឡើងថាការចុះត្រួតពិនិត្យវត្តខ្មែរក្រោមក្នុងរាជធានីអាចជាការសងសឹករឿងដុតទង់ជាតិវៀតណាមតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចុះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះប្រតិកម្មបែបនេះចំពេលដែលសាលារដ្ឋាភិបាលភ្នំពេញប្រកាសដឹកនាំកម្លាំងចុះត្រួតពិនិត្យបែបបាត់រដ្ឋបាលនៅវត្តសាមគ្គីរាំងសីដែលគ្រប់គ្រងដោយព្រះសង្ឃខ្មែរកម្ពុជាក្រោមគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះលោកថាព្រះសង្ឃកម្ពុជាក្រោមធ្វើការតវ៉ាហើយមានការដុតទង់ជាតិវៀតណាមជាពិសេសព្រះសង្ឃកម្ពុជាក្រោមគឺតវ៉ាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមក៏ដូចជាសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងព្រះសង្ឃកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមដែលវៀតណាមគ្រប់គ្រងលោកអំសំអាតឲ្យដឹងទៀតថាប្រជាអធិការវត្តសាមគ្គីរាំងសីនេះក៏បានអនុញ្ញាតឲ្យអ្នកមានចំនួនដីធ្លីមកពីខេត្តនានាបានស្នាក់នៅសម្រាប់ជាកន្លែងសំចតដើម្បីត្រៀមចេញតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលផងដែរលោកយល់ថាវិធានការនេះគ្មានអ្វីចំណេញដល់រដ្ឋាភិបាលទេនាយកលេខាធិការដ្ឋាននៃក្រមការងារពិសេសសិទ្ធិលំនៅឋានលោកសៀភិរមហាវិធានការចោះត្រួតពិនិត្យវត្តសាមគ្គីរាំងសីនេះអាចជារូបភាពគម្រាមកំហែងដល់វត្តផ្សេងៗទៀតដែលកំពុងផ្ដល់ទីស្នាក់អាស្រ័យដល់អ្នករងគ្រោះដែលទាមទាររកយុត្តិធម៌លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យពីវិធានការនេះឡើងវិញដើម្បីធានាថាបញ្ហារបស់ពលរដ្ឋជាការផ្ដល់ដំណោះស្រាយដោយតម្លាភាពរបស់អាជ្ញាធរពាក់ព័ន្ធលោកបញ្ជាក់ថានេះជារឿងសាមញ្ញធម្មតាសម្រាប់នៅប្រទេសកម្ពុជាយើងនៅក្នុងរបបមួយដែលមានភាពអយុត្តិធម៌ធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកំពុងតែស្វែងរកយុត្តិធម៌ពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបញ្ចប់នៅនីតិរដ្ឋភាពឬក៏ភាពរើសអើងរវាងអ្នកមានអំណាចនិងអ្នកក្រនៅកម្ពុជាយ៉ាងនេះក្តីប្រជាអធិការវត្តសាមគ្គីរាំងសីព្រះតេជគុណថាច់ហាសំអាងបានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី5ខែកុម្ភៈឆ្នាំ2015ថាព្រះអង្គនឹងសហការជាមួយមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញដែលចុះត្រួតពិនិត្យបែបបទរដ្ឋបាលនេះ
ប៉ុន្តែបានប្រកាសការពារមិនទទួលខុសត្រូវរាល់ការប្រើពាក្យអសុរោះនិងការបង្កហិង្សាណាមួយដល់កិច្ចការចោះត្រួតពិនិត្យនេះដែលអះអាងថាអ្នកបង្កបញ្ហាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងតុលាការបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារប្រកល់ដីឲ្យក្រុមហ៊ុនអភិវឌ្ឍ UDG បើយោងតាមគេហទំព័រ Cambodia Daily បានចុះផ្សាយថាយោងតាមច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការដែលទទួលបានកាលពីថ្ងៃអង្គារបានឲ្យដឹងថាតុលាការខេត្តកោះកុងបានបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងចំនួនដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍ China Union Development Group ចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ក្រុមហ៊ុន UDG បានបណ្ដេញប្រជាពលរដ្ឋប្រហែល 1000 គ្រួសាររួចហើយចេញពីដីទំហំ 45,000 ហិកតានៅខាងក្នុងឧទ្យានជាតិបូទុមសាគរដែលខ្លួនបាននឹងកំពុងអភិវឌ្ឍឲ្យទៅជាកន្លែងទេសចរណ៍អស់ទឹកប្រាក់ $3.8 លានតាំងពីឆ្នាំ 2010 មកប្រជាពលរដ្ឋ47គ្រួសារនេះដែលមានឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការបានបន្តការពារខ្លួនដែលអះអាងថាបាននឹងកំពុងរស់នៅនិងធ្វើស្រែចម្ការលើដីនោះរយៈពេលជាច្រើនទសវត្សរ៍មកហើយសេចក្តីសម្រេចថ្ងៃទី 2 ខែកុម្ភៈដែលចុះហត្ថលេខាដោយអនុប្រធានតុលាការខេត្តលោកឆេងប៊ុនលីបានចេញតែមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន UDG ប្តឹងគ្រួសារទាំងនោះតុលាការបង្គាប់ឲ្យគ្រួសារប្រជាពលរដ្ឋទាំងនោះរើផ្ទះសម្បែងនិងរបងរបស់អ្នកនិងយកសម្ភារៈទាំងអស់ចេញពីដីរបស់ក្រុមហ៊ុនអភិវឌ្ឍ UDG និងបដិសេធសិទ្ធិជាម្ចាស់ផ្សេងទៀតរបស់ពួកគេក្នុងនោះមានទាំងសិទ្ធិលក់ឬជួលដីផងដែរគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោកស៊ីមកំសានដែលគ្រួសាររបស់លោកស្ថិតនៅក្នុងចំណោម47គ្រួសារមានឈ្មោះក្នុងសេចក្តីបង្គាប់នេះបាននិយាយថាគាត់រស់នៅកន្លែងនោះតាំងពីឆ្នាំ 1984 មកហើយមិនធ្វើតាមសេចក្តីសម្រេចនេះទេលោកបាននិយាយថាលោកបដិសេធសេចក្តីសម្រេចរបស់តុលាការពីព្រោះវាជាដីរបស់លោកចង់សួរថាតើលោកបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនពីកាលណាលោកមិនដែលបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនទេលោកបានបន្ថែមថាតុលាការអយុត្តិធម៌តុលាការមានជញ្ជីងប៉ុន្តែតុលាការមិនដឹងរបៀបប្រើជញ្ជីងទេថាជញ្ជីងម្ខាងគេដាក់ថ្មប៉ុន្តែថាម្ខាងទៀតគេមិនដាក់សាច់លោកគឹមសានបាននិយាយថាប្រជាពលរដ្ឋ47គ្រួសារនេះនឹងប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តនៅថ្ងៃពុធដើម្បីតវ៉ាប្រឆាំងសេចក្តីសម្រេចនេះលោកអិនកុងចិត្តអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថាពីមុនតុលាការបានច្រានចោលបណ្ដឹងចំនួន2ពីគ្រួសារទាំងនេះដែលស្នើឲ្យតុលាការបង្គាប់ឲ្យក្រុមហ៊ុន UDG កុំឲ្យបណ្ដេញពួកគាត់ម្ដងនៅចុងឆ្នាំ 2013 និងម្ដងទៀតនៅដើមឆ្នាំ 2014 លោកបាននិយាយថាយើងបានឃើញថាតុលាការលំអៀងទៅខាងក្រុមហ៊ុនចិនពីព្រោះពេលដែលក្រុមអ្នកភូមិប្តឹងទៅតុលាការស្នើសុំដីរក្សាការពារតុលាការបានច្រានចោលប៉ុន្តែពេលដែលក្រុមហ៊ុនចិនប្តឹងវិញតុលាការចេញសេចក្តីបង្គាប់អ្នកស្រុករវាងបារម្ភពីការវាយយកដីពីក្រុមហ៊ុនវៀតណាមលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាដីស្រែចម្ការពលរដ្ឋជាង800ហិកតានៅស្រុករវាងខេត្តព្រះវិហារកំពុងត្រូវក្រុមហ៊ុនវៀតណាមមួយធ្វើការឈូសឆាយដោយមិនព្រមផ្អាកនិងកាត់ដីប៉ះពាល់ចេញឡើយបើទោះជាមានការស្នើសុំយ៉ាងណាក៏ដោយប្រជាពលរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលបានអះអាងកាលពីម្សិលមិញថាក្រុមហ៊ុនវៀតណាមឈ្មោះ PNT Coal Ltd បានកំពុងធ្វើសកម្មភាពឈូសឆាយនៅក្នុងភូមិឆ្នូនឃុំរស់រាន់ស្រុករវាងចាប់តាំងពីខែមករាឆ្នាំ 2014 មកដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការប្រមាណជា800ហិកតារបស់ពលរដ្ឋសរុប127គ្រួសារគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈតំណាងពលរដ្ឋជាអតីតយោធាលោកវងសុខេងលីអាយុ48ឆ្នាំបានឲ្យដឹងថាពួកលោកកាន់កាប់និងប្រកបរបរធ្វើស្រែចម្ការលើដីទាំងនោះជាង10ឆ្នាំហើយប៉ុន្តែក្រុមហ៊ុនបែរជាទៅឈូសឆាយនិងមិនព្រមកាត់ផលប៉ះពាល់ជាក់ស្ដែងចេញនោះទេដោយនៅតែអះអាងថាទាំងដីនិងចម្ការស្វាយចន្ទីសុទ្ធតែជារបស់ក្រុមហ៊ុនទាំងអស់លោកបន្តថាដីគាត់3ហិកតាក្នុងចំណោម8ហិកតានោះនិងដីពលរដ្ឋផ្សេងទៀតជិត20ហិកតាត្រូវក្រុមហ៊ុនឈូសឆាយហើយអតីតយោធារូបនោះបន្តឲ្យដឹងទៀតថាក្រុមហ៊ុនបានបង្ហាញផែនទីគ្របដណ្ដប់លើផ្ទៃដី 7,900 ហិកតាដែលត្រូវឈូសឆាយដើម្បីដាំកាហ្វេស្វាយចន្ទីក្រូចឆ្មាក្លឹមច័ន្ទជាតំបន់ទេសចរណ៍អាគារលក់ទំនិញនិងសង់ប្រលានយន្តហោះខ្នាតតូចសម្រាប់ក្រុមហ៊ុនជាដើមដីពលរដ្ឋទាំងនោះគឺស្ថិតក្នុងផែនទីដែលធ្វើឲ្យពួកគាត់បារម្ភខ្លាចបាត់ដីដោយក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពមិនព្រមឈប់ប្រជាពលរដ្ឋបាននាំគ្នាដាក់ពាក្យប្តឹងរួមគ្នាទៅអង្គការសិទ្ធិមនុស្សអាត60និងពន្លកខ្មែរកាលពីខែមករាកន្លងមកសូមឲ្យជួយអន្តរាគមន៍ហើយអង្គការទាំងពីរក៏បានចុះទៅអង្កេតជាក់ស្ដែងនៅនឹងកន្លែងកាលពីថ្ងៃទី22ខែមករានោះដដែលលោកអៀងជីនឡោមនាយកប្រតិបត្តិរបស់អង្គការពន្លកខ្មែរនៅខេត្តព្រះវិហារដែលបានចុះទៅអង្កេតផ្ទាល់ឲ្យដឹងកាលពីម្សិលមិញថា
ពលរដ្ឋកំពុងតែកាន់កាប់និងប្រើប្រាស់ដីទាំងនោះជាក់ស្ដែងប៉ុន្តែក្រុមហ៊ុនមិនទទួលស្គាល់ជាដីពលរដ្ឋទេដែលប្រការនេះបង្កើតឲ្យមានបញ្ហារវាងពលរដ្ឋនិងក្រុមហ៊ុនលោកបញ្ជាក់ថាសូមឲ្យក្រុមហ៊ុនទទួលស្គាល់ស្រែចម្ការហើយវាដីនោះចេញវាចប់ទៅហើយវាមិនខាតទេនៅមានដីច្រើនទៀតក្រុមហ៊ុនក៏បានឈូសដីជាប់មាត់ស្ទឹងផងដែរដែលវាខុសច្បាប់ហើយព្រោះជាដីគម្របព្រៃសូមបញ្ជាក់ថាក្រុមហ៊ុន PNT បានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីឆ្នាំ2010លើផ្ទៃដី 7,900 ហិកតាដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្មក្នុងរយៈពេល70ឆ្នាំដែលមាននាយកក្រុមហ៊ុនឈ្មោះ Phan Hu Nam ជាជនជាតិវៀតណាមមហាសេដ្ឋីចិនម្នាក់ត្រូវបានគេប្រហារជីវិតពីបទដឹកនាំក្រុមបនម៉ាហ្វៀបើយោងតាមគេហទំព័រ RFE បានចុះផ្សាយថានៅក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលចិនអ្នកទោសជាច្រើនរូបហើយត្រូវបានប្រហារជីវិតជនរងគ្រោះថ្មីនៃយុទ្ធនាការនេះគឺលោកលាវហានមហាសេដ្ឋីចិនដ៏ល្បីឈ្មោះផ្នែកឧស្សាហកម្មអណ្ដូងរ៉ែធ្យូងថ្មទើបត្រូវបានប្រហារជីវិតនៅថ្ងៃច័ន្ទ9កុម្ភៈនេះរួមទាំងប្អូនប្រុសលាវវៃនិងអ្នកខົບខិត3អ្នកផ្សេងទៀតអ្នកទោសទាំង5រូបនេះត្រូវបានតុលាការចិននៅខេត្តហូប៉ៃកាត់ទោសប្រហារជីវិតតាំងពីចុងខែឧសភាមុនពីបទបានរៀបចំក្រុមបលម៉ាហ្វៀមួយនិងប្រព្រឹត្តអំពើឃាតកម្មជាបុគ្គលដ៏ល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសលោកលាវហានដឹកនាំក្រុមហ៊ុនឯកជនដ៏ធំមួយឈ្មោះ Han Long Group បង្កើតឡើងតាំងពីឆ្នាំ1997ដែលមានទាំងផ្នែកទេសចរសំណង់រហូតដល់ឧស្សាហកម្មអណ្ដូងរ៉ែមិនគ្រាន់តែល្បីឈ្មោះនៅក្នុងប្រទេសប៉ុណ្ណោះទេលោកលាវក៏មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅឯបរទេសដែរគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងទៀតថានៅឆ្នាំ2011លោកលាវបានចាប់ផ្ដើមប្រកាសស្នើទិញពីក្រុមហ៊ុនអណ្ដូងរ៉ែដ៏ធំមួយរបស់អូស្ត្រាលីឈ្មោះ Sundance Resources ដែលមានទឹកប្រាក់ជិត 1,000 លានអឺរ៉ូប៉ុន្តែប្រតិបត្តិការនេះត្រូវបានអាក់ខានទៅវិញនៅឆ្នាំ2013ដោយសារតែមហាសេដ្ឋីចិននេះពុំអាចប្រកល់គម្រោងហិរញ្ញប្បទានមួយដល់ក្រុមហ៊ុនអូស្ត្រាលីនៅពេលនោះហើយដែលសារព័ត៌មានចិនបានចុះផ្សាយដំណឹងបញ្ជាក់ថាលោកលាវហានត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទលាងលុយនៅតាមកាស៊ីណូនានានៅក្រុងម៉ាកាវក្រុមបនម៉ាហ្វៀរបស់បងប្អូនលាវក៏ត្រូវចាប់ចោទពីបទបានប្រព្រឹត្តអំពើឃាតកម្មដែរទៅលើជនយ៉ាងតិច8នាក់នៅខេត្តស៊ីជွမ်ប៉ៃនិរដីនៃប្រទេសចិននៅខេត្តស៊ីជွမ်នេះលោកស៊ូយ៉ុងកាងដែលជាអតីតមេប៉ូលីសតាំងពីឆ្នាំ2002ដល់ឆ្នាំ2012ត្រូវបានគេដកចេញពីមុខតំណែងកាលពីខែកក្កដាឆ្នាំទៅមិញនិងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការចិនដែរពីបទប្រព្រឹត្តអំពើពុករលួយគួររំលឹកថាសារព័ត៌មានចិនជាច្រើនធ្លាប់បានបង្ហាញឲ្យដឹងដែរថាលោកលាវនេះធ្លាប់មានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវសំខាន់ៗនៅក្នុងរដ្ឋាភិបាលជាន់ខ្ពស់ចិននិងបានទទួលកិច្ចការពារសុវត្ថិភាពជាន់ខ្ពស់សម្រាប់រូបលោកផ្ទាល់ផងដែរហើយនៅថ្ងៃនេះលោកលាវហានព្រមទាំងប្អូនប្រុសឈ្មោះលាវវៃនិងអ្នកខົບខិត3អ្នកផ្សេងទៀតត្រូវបានគេប្រហារជីវិតពីបទបានដឹកនាំក្រុមបលម៉ាហ្វៀនិងប្រព្រឹត្តអំពើឃាតកម្មលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលាជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ700ខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី10ខែកុម្ភៈគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញចុះពិនិត្យវត្តសាមគ្គីរាំងសីតាមការគ្រងទុកនៅរុស្ស៊ីថ្ងៃនេះកងកម្លាំងប្រដាប់អាវុធនិងប៉ូលីសរាប់រយនាក់ដឹកនាំដោយលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានចុះពិនិត្យវត្តសាមគ្គីរាំងសីដែលជាវត្តខ្មែរកម្ពុជាក្រោមស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យកណ្ដាលរាជធានីភ្នំពេញដើម្បីសិក្សាស្រាវជ្រាវថាតើវត្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនិងថាតើព្រះសង្ឃក្នុងវត្តនេះត្រូវបានបំពោះជាផ្លូវការឬយ៉ាងណាព្រឹត្តិការណ៍នេះគេសង្កេតឃើញពុទ្ធបរិស័ទចំណោះជើងវត្តនិងយុវជនចូលរួមក្លំមើលយ៉ាងច្រើនកកបន្ទាប់ពីពិនិត្យអស់រយៈពេលជិត1ម៉ោងដែលផ្ដោតលើឯកសារពាក់ព័ន្ធរបស់វត្តសាមគ្គីរាំងសីនិងឯកសាររបស់ព្រះសង្ឃក្នុងវត្តនេះលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសន្និសីទថានៅពេលនេះអាជ្ញាធរក្រុងមិនអាចសម្រេចអ្វីទាំងអស់ប៉ុន្តែត្រូវធ្វើរបាយការណ៍ទៅថ្នាក់លើជាមុនសិនអាចបនទៅជាផលពីគុំក៏តែទៅជាផលពីគុំ
ta vô lên nhận hay con từng ngày nhưng ăn giấy nhưng mà tha kia giấy chân có là cho bạn đi nhưng mà biết ăn giấy chân nghe tại vì nào bên đây mà nhưng mà ai bên thứ sân ta ta còn biết ta sân chân nghe mà ta nhưng fly con ấy ta ta được không biết kia giấy ta ai được có sân cho lấy là ngày cô ngày lúc cô nó phải xoay con cô tay để chị làm quan nhiên chim từ sau sai ai thành được chuyện quan chân trong ta cái xoay to thì phải đứng phải làm cái tình nữa ta vì còn miền sơn xưa nhưng miền sơn slide nhưng mặt slide còn bàn miền sơn học dòng và ta dòng bàn phải chia với ta nhưng slide thay miền slide này nè vậy như nó về nông miền bài hai người ta chỉ buộc nhóm nhưng mà vậy ta đã nhận đồng quan thì nước ăn cũng học nhưng mà này để nhận ok chạy lại với nhé bằng nhông quay tầm lại na ăn một cúm á nhông vô tầm lại để cái chạy đi bật nhông cô mới nhảy làm thao ban gì tới mà ta nói thêm số con nhận gì mình ta có ban gì phía xa tha quạt tham kia đang xây ai bằng cá áp của mình chứng thì lấy những anh lấy những anh bị chặt ban thao không mình ăn không nó có chặt mà chú bảo anh nắm con bò xe hai này anh nắm con bò xe hai không chơi nhỉសូមរំលឹកថាកន្លងមកព្រះសង្ឃជាថ្នាក់ដឹកនាំគង់នៅវត្តសាមគ្គីរាំងសេបបានមានសង្ឃឯកាថារដ្ឋាភិបាលចង់បិទវត្តនេះចោលដោយសារតែនេះជាវត្តមួយក្នុងចំណោមវត្តមួយចំនួនតូចនៅក្នុងប្រទេសដែលហ៊ានក្រោកឈរការពារគ្រួសារដែលប្រឈមការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍឯកជននិងហ៊ានដឹកនាំប្រជាពលរដ្ឋធ្វើបាតកម្មប្រឆាំងយួនឈ្លានពានអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចុះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះគណៈបកទាំងពីរព្រមព្រៀងគ្នាបង្កើតច្បាប់ស្តីពីការជួលផ្ទះតាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានព្រមព្រៀងគ្នាថានឹងបង្កើតច្បាប់មួយដើម្បីគ្រប់គ្រងការជួលផ្ទះច្បាប់នេះសម្ដែងការពារផលប្រយោជន៍អ្នកជួលផ្ទះនិងម្ចាស់ផ្ទះដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ដល់ភាគីណាមួយក្រុមការងារគណៈបកទាំងពីរកំពុងពិភាក្សាគ្នាអំពីការតាក់តែងសេចក្តីព្រាងច្បាប់នេះកម្ពុជានឹងមានច្បាប់ស្តីពីការជួលផ្ទះក្នុងពេលឆាប់ៗនេះដើម្បីការពារផលប្រយោជន៍ទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះសេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវតាក់តែងឡើងដោយក្រុមការងារគណៈបកទាំងពីរដែលមានកៅអីក្នុងរដ្ឋសភានេះជាការប្រកាសឲ្យដឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកថ្ងៃអង្គារទី10កុម្ភៈនេះថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនិងឯកោះពេជ្រប្រមុខរដ្ឋាភិបាលខ្មែរបានបញ្ជាក់ថារូបលោកបានព្រមព្រៀងជាមួយលោកសំរងស៊ីមេដឹកនាំបកប្រឆាំងរួចហើយថានឹងបង្កើតក្រុមការងារដើម្បីសរសេរសេចក្តីព្រាងច្បាប់ស្តីពីការជួលផ្ទះសេចក្តីព្រាងច្បាប់នេះមានគោលដៅការពារផលប្រយោជន៍ភាគីទាំងសងខាងគឺទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះនេះបើតាមការពន្យល់របស់លោកនាយករដ្ឋមន្ត្រីលោកសំរងស៊ីធ្លាប់បានបង្ហាប់ឲ្យដឹងការពីពេលថ្មីនេះថាលោកចង់ឲ្យមានច្បាប់មួយកំណត់ពីការជួលផ្ទះដោយនៅក្នុងបណ្ដាប្រទេសជឿនលឿនផ្សេងទៀតដែរគណៈកម្មការទី1រដ្ឋសភាស្នើឲ្យបញ្ឈប់ប្រើតុលាការគៀបសង្កត់ពលរដ្ឋមានចំនួនដីធ្លីបងប្អូនជនរួមជាទីមេត្រីបើយោងតាមគេហទំព័រភ្នំពេញប៉ុបបានចុះផ្សាយថាគណៈកម្មការទី1រដ្ឋសភាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយអន្តរាគមន៍ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដោយសន្តិវិធីដោយមិនត្រូវឲ្យក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធតុលាការមកធ្វើការគៀបសង្កត់ភាគីប្រជាពលរដ្ឋក្រីក្រដោយពេលកន្លងមកទៀតឡើយការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទម្សិលមិញរវាងគណៈកម្មការទី1នៃរដ្ឋសភាផ្នែកសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្គការនិងទំនាក់ទំនងរដ្ឋសភាប្រសិទ្ធិជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនាទីស្តីការក្រសួងដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទដីធ្លីដែលពាក់ព័ន្ធនឹងក្រសួងក្នុងនោះមានបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀបជាមួយក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ
ទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំតាម៉ូស្រុកមេមត់ខេត្តត្បូងឃ្មុំជាមួយក្រុមហ៊ុនចំការកស៊ូមេមត់ទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារជាមួយក្រុមហ៊ុនចិនឡានហ្វេងនិងរយហ្វេងព្រមទាំងករណីទំនាស់ដីធ្លីជាច្រើនទៀតនៅខេត្តក្រចេះនិងខេត្តកោះកុងគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានគណៈកម្មការទី1នៃរដ្ឋសភាលោកអេងឆៃអៀងបានថ្លែងថាខណៈដែលក្រសួងកសិកម្មបាននឹងកំពុងធ្វើការដោះស្រាយបញ្ហាដីធ្លីបញ្ហាចំនួនដីធ្លីទាំងនេះគណៈកម្មការរដ្ឋសភាស្នើឲ្យក្រសួងជួយធ្វើយ៉ាងណាដោះស្រាយវិវាទដោយសន្តិវិធីកុំឲ្យភាគីម្ខាងទៀតប្រើប្រាស់ប្រព័ន្ធតុលាការទៅគៀបសង្កត់ភាគីប្រជាពលរដ្ឋរដ្ឋមន្ត្រីក្រសួងកសិកម្មលោកអុករ៉ាប៊ុនបានបញ្ជាក់ចំហថាក្រសួងនៅបន្តអន្តរាគមន៍និងជំរុញឲ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីធ្វើយ៉ាងណាពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់សង្គមស៊ីវិលបានលើកឡើងថាការចោទត្រួតពិនិត្យវត្តខ្មែរក្រោមក្នុងរាជធានីអាចជាការសងសឹករឿងដុតទង់ជាតិវៀតណាមតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចោទត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះប្រតិកម្មបែបនេះចំពេលដែលសាលារដ្ឋាភិបាលភ្នំពេញប្រកាសដឹកនាំកម្លាំងចោទត្រួតពិនិត្យបែបបាត់រដ្ឋបាលនៅវត្តសាមគ្គីរាំងសីដែលគ្រប់គ្រងដោយព្រះសង្ឃខ្មែរកម្ពុជាក្រោមគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះលោកថាព្រះសង្ឃកម្ពុជាក្រោមធ្វើការតវ៉ាហើយមានការដុតទង់ជាតិវៀតណាមជាពិសេសព្រះសង្ឃកម្ពុជាក្រោមគឺតវ៉ាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមក៏ដូចជាសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងព្រះសង្ឃកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមដែលវៀតណាមគ្រប់គ្រងលោកអំសំអាតឲ្យដឹងទៀតថាប្រជាអធិការវត្តសាមគ្គីរាំងសីនេះក៏បានអនុញ្ញាតឲ្យអ្នកមានចំនួនដីធ្លីមកពីខេត្តនានាបានស្នាក់នៅសម្រាប់ជាកន្លែងសំចតដើម្បីត្រៀមចេញតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលផងដែរលោកយល់ថាវិធានការនេះគ្មានអ្វីចំណេញដល់រដ្ឋាភិបាលទេនាយកលេខាធិការដ្ឋាននៃក្រមការងារពិសេសសិទ្ធិលំនៅឋានលោកសៀភិរមហើយវិធានការចោះត្រួតពិនិត្យវត្តសាមគ្គីរាំងសីនេះអាចជារូបភាពគម្រាមកំហែងដល់វត្តផ្សេងៗទៀតដែលកំពុងផ្ដល់ទីស្នាក់អាស្រ័យដល់អ្នករងគ្រោះដែលទាមទាររកយុត្តិធម៌លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យពីវិធានការនេះឡើងវិញដើម្បីធានាថាបញ្ហារបស់ពលរដ្ឋជាការផ្ដល់ដំណោះស្រាយដោយតម្លាភាពរបស់អាជ្ញាធរពាក់ព័ន្ធលោកបញ្ជាក់ថានេះជារឿងសាមញ្ញធម្មតាសម្រាប់នៅប្រទេសកម្ពុជាយើងនៅក្នុងរបបមួយដែលមានភាពអយុត្តិធម៌ធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកំពុងតែស្វែងរកយុត្តិធម៌ពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបញ្ចប់នៅនីតិរដ្ឋភាពឬក៏ភាពរើសអើងរវាងអ្នកមានអំណាចនិងអ្នកក្រនៅកម្ពុជាយ៉ាងនេះក្តីប្រជាអធិការវត្តសាមគ្គីរាំងសីព្រះតេជគុណថាច់ហាសំអាងបានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី5ខែកុម្ភៈឆ្នាំ2015ថាព្រះអង្គនឹងសហការជាមួយមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញដែលចុះត្រួតពិនិត្យបែបបទរដ្ឋបាលនេះប៉ុន្តែបានប្រកាសការពារមិនទទួលខុសត្រូវរាល់ការប្រើពាក្យអសុរោះនិងការបង្កហិង្សាណាមួយដល់កិច្ចការចុះត្រួតពិនិត្យនេះដែលអះអាងថាអ្នកបង្កបញ្ហាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងតុលាការបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារប្រកល់ដីឲ្យក្រុមហ៊ុនអភិវឌ្ឍ UDG បើយោងតាមគេហទំព័រ Cambodia Daily បានចុះផ្សាយថាយោងតាមច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការដែលទទួលបានកាលពីថ្ងៃអង្គារបានឲ្យដឹងថាតុលាការខេត្តកោះកុងបានបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងចំនួនដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍ China Union Development Group ចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ក្រុមហ៊ុន UDG បានបណ្ដេញប្រជាពលរដ្ឋប្រហែល 1000 គ្រួសាររួចហើយចេញពីដីទំហំ 45,000 ហិកតានៅខាងក្នុងឧទ្យានជាតិបូទុមសាគរដែលខ្លួនបាននឹងកំពុងអភិវឌ្ឍឲ្យទៅជាកន្លែងទេសចរណ៍អស់ទឹកប្រាក់ $3.8 លានតាំងពីឆ្នាំ2010មកប្រជាពលរដ្ឋ47គ្រួសារនេះដែលមានឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការបានបន្តការពារខ្លួនដែលអះអាងថាបាននឹងកំពុងរស់នៅនិងធ្វើស្រែចម្ការលើដីនោះរយៈពេលជាច្រើនទសវត្សរ៍មកហើយសេចក្តីសម្រេចថ្ងៃទី2ខែកុម្ភៈដែលចុះហត្ថលេខាដោយអនុប្រធានតុលាការខេត្តលោកឆេប៊ុនលីបានចេញតែមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន UDG ប្តឹងគ្រួសារទាំងនោះតុលាការបង្គាប់ឲ្យគ្រួសារប្រជាពលរដ្ឋទាំងនោះរើផ្ទះសម្បែងនិងរបងរបស់អ្នកនិងយកសម្ភារៈទាំងអស់ចេញពីដីរបស់ក្រុមហ៊ុនអភិវឌ្ឍ UDG
និងបដិសេធសិទ្ធិជាម្ចាស់ផ្សេងទៀតរបស់ពួកគេក្នុងនោះមានទាំងសិទ្ធិលក់ឬជួលដីផងដែរគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោកស៊ីមកំសានដែលគ្រួសាររបស់លោកស្ថិតនៅក្នុងចំណោម47គ្រួសារមានឈ្មោះក្នុងសេចក្តីបង្គាប់នេះបាននិយាយថាគាត់រស់នៅកន្លែងនោះតាំងពីឆ្នាំ1984មកហើយមិនធ្វើតាមសេចក្តីសម្រេចនេះទេលោកបាននិយាយថាលោកបដិសេធសេចក្តីសម្រេចរបស់តុលាការពីព្រោះវាជាដីរបស់លោកចង់សួរថាតើលោកបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនពីកាលណាលោកមិនដែលបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនទេលោកបានបន្ថែមថាតុលាការអយុត្តិធម៌តុលាការមានជញ្ជីងប៉ុន្តែតុលាការមិនដឹងរបៀបប្រើជញ្ជីងទេថាជញ្ជីងម្ខាងគេដាក់ថ្មប៉ុន្តែថាម្ខាងទៀតគេមិនដាក់សាច់លោកគឹមសានបាននិយាយថាប្រជាពលរដ្ឋ47គ្រួសារនេះនឹងប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តនៅថ្ងៃពុធដើម្បីតវ៉ាប្រឆាំងសេចក្តីសម្រេចនេះលោកអិនគង្ជិតអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថាពីមុនតុលាការបានច្រានចោលបណ្ដឹងចំនួន2ពីគ្រួសារទាំងនេះដែលស្នើឲ្យតុលាការបង្គាប់ឲ្យក្រុមហ៊ុន UDG កុំឲ្យបណ្ដេញពួកគាត់ម្ដងនៅចុងឆ្នាំ2013និងម្ដងទៀតនៅដើមឆ្នាំ2014លោកបាននិយាយថាយើងបានឃើញថាតុលាការលំអៀងទៅខាងក្រុមហ៊ុនចិនពីព្រោះពេលដែលក្រុមអ្នកភូមិប្តឹងទៅតុលាការស្នើសុំដីរក្សាការពារតុលាការបានច្រានចោលប៉ុន្តែពេលដែលក្រុមហ៊ុនចិនប្តឹងវិញតុលាការជាសេចក្តីបង្គាប់អ្នកស្រុករវាងបារម្ភពីការវាយយកដីពីក្រុមហ៊ុនវៀតណាមលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាដីស្រែចម្ការពលរដ្ឋជាង800ហិកតានៅស្រុករវាងខេត្តព្រះវិហារកំពុងត្រូវក្រុមហ៊ុនវៀតណាមមួយធ្វើការឈូសឆាយដោយមិនព្រមផ្អាកនិងកាត់ដីប៉ះពាល់ចេញឡើយបើទោះជាមានការស្នើសុំយ៉ាងណាក៏ដោយប្រជាពលរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលបានអះអាងកាលពីម្សិលមិញថាក្រុមហ៊ុនវៀតណាមឈ្មោះ PNT Coal Ltd បានកំពុងធ្វើសកម្មភាពឈូសឆាយនៅក្នុងភូមិឆ្នូនឃុំរស់រាន់ស្រុករវាងចាប់តាំងពីខែមករាឆ្នាំ2014មកដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការប្រមាណជា800ហិកតារបស់ពលរដ្ឋសរុប127គ្រួសារគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈតំណាងពលរដ្ឋជាអតីតយោធាលោកវងសុខេងលីអាយុ48ឆ្នាំបានឲ្យដឹងថាពួកលោកកាន់កាប់និងប្រកបរបរធ្វើស្រែចម្ការលើដីទាំងនោះជាង10ឆ្នាំហើយប៉ុន្តែក្រុមហ៊ុនបែរជាទៅឈូសឆាយនិងមិនព្រមកាត់ផលប៉ះពាល់ជាក់ស្ដែងចេញនោះទេដោយនៅតែអះអាងថាទាំងដីនិងចម្ការស្វាយចន្ទីសុទ្ធតែជារបស់ក្រុមហ៊ុនទាំងអស់លោកបន្តថាដីគាត់3ហិកតាក្នុងចំណោម8ហិកតានោះនិងដីពលរដ្ឋផ្សេងទៀតជិត20ហិកតាត្រូវក្រុមហ៊ុនឈូសឆាយហើយអតីតយោធារូបនោះបន្តឲ្យដឹងទៀតថាក្រុមហ៊ុនបានបង្ហាញផែនទីគ្របដណ្ដប់លើផ្ទៃដី7900ហិកតាដែលត្រូវឈូសឆាយដើម្បីដាំកាហ្វេស្វាយចន្ទីក្រូចឆ្មាក្លឹមច័ន្ទជាតំបន់ទេសចរណ៍អាគារលក់ទំនិញនិងសង់ប្រលានយន្តហោះខ្នាតតូចសម្រាប់ក្រុមហ៊ុនជាដើមដីពលរដ្ឋទាំងនោះគឺស្ថិតក្នុងផែនទីដែលធ្វើឲ្យពួកគាត់បារម្ភខ្លាចបាត់ដីដោយក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពមិនព្រមឈប់ប្រជាពលរដ្ឋបាននាំគ្នាដាក់ពាក្យប្តឹងរួមគ្នាទៅអង្គការសិទ្ធិមនុស្សអាត60និងពន្លកខ្មែរកាលពីខែមករាកន្លងមកសូមឲ្យជួយអន្តរាគមន៍ហើយអង្គការទាំងពីរក៏បានចុះទៅអង្កេតជាក់ស្ដែងនៅនឹងកន្លែងកាលពីថ្ងៃទី22ខែមករានោះដដែលលោកអៀងជីនឡោមនាយកប្រតិបត្តិរបស់អង្គការពន្លកខ្មែរនៅខេត្តព្រះវិហារដែលបានចុះទៅអង្កេតផ្ទាល់ឲ្យដឹងកាលពីម្សិលមិញថាពលរដ្ឋកំពុងតែកាន់កាប់និងប្រើប្រាស់ដីទាំងនោះជាក់ស្ដែងប៉ុន្តែក្រុមហ៊ុនមិនទទួលស្គាល់ជាដីពលរដ្ឋទេដែលប្រការនេះបង្កើតឲ្យមានបញ្ហារវាងពលរដ្ឋនិងក្រុមហ៊ុនលោកបញ្ជាក់ថាសូមឲ្យក្រុមហ៊ុនទទួលស្គាល់ស្រែចម្ការហើយវាដីនោះចេញវាចប់ទៅហើយវាមិនខាតទេនៅមានដីច្រើនទៀតក្រុមហ៊ុនក៏បានឈូសដីជាប់មាត់ស្ទឹងផងដែរដែលវាខុសច្បាប់ហើយព្រោះជាដីគម្របព្រៃសូមបញ្ជាក់ថាក្រុមហ៊ុន PNT បានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីឆ្នាំ2010លើផ្ទៃដី7900ហិកតាដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្មក្នុងរយៈពេល70ឆ្នាំដែលមាននាយកក្រុមហ៊ុនឈ្មោះ Phan Hu Nam ជាជនជាតិវៀតណាមមហាសេដ្ឋីចិនម្នាក់ត្រូវបានគេប្រហារជីវិតពីបទដឹកនាំក្រុមបនម៉ាហ្វៀបើយោងតាមគេហទំព័រ RFE បានចុះផ្សាយថានៅក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលចិនអ្នកទោសជាច្រើនរូបហើយត្រូវបានប្រហារជីវិតជនរងគ្រោះថ្មីនៃយុទ្ធនាការនេះគឺលោកលាវហានមហាសេដ្ឋីចិនដ៏ល្បីឈ្មោះផ្នែកឧស្សាហកម្មអណ្ដូងរ៉ែធ្យូងថ្មទើបត្រូវបានប្រហារជីវិតនៅថ្ងៃច័ន្ទ9កុម្ភៈនេះរួមទាំងប្អូនប្រុសលាវវៃនិងអ្នកខົບខិត3អ្នកផ្សេងទៀតអ្នកទោសទាំង5រូបនេះត្រូវបានតុលាការចិននៅខេត្តហូប៉ៃកាត់ទោសប្រហារជីវិតតាំងពីចុងខែឧសភាមុនពីបទបានរៀបចំក្រុមបនម៉ាហ្វៀមួយនិងប្រព្រឹត្តអំពើឃាតកម្ម
ជាបុគ្គលដ៏ល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសលោកលាវហានដឹកនាំក្រុមហ៊ុនឯកជនដ៏ធំមួយឈ្មោះ Han Long Group បង្កើតឡើងតាំងពីឆ្នាំ 1997 ដែលមានទាំងផ្នែកទេសចរណ៍សំណង់រហូតដល់ឧស្សាហកម្មបណ្ដុងរាយមិនគ្រាន់តែល្បីឈ្មោះនៅក្នុងប្រទេសប៉ុណ្ណោះទេលោកលាវក៏មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅឯបរទេសដែរគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងទៀតថានៅឆ្នាំ 2011 លោកលាវបានចាប់ផ្ដើមប្រកាសស្នើទិញពីក្រុមហ៊ុនអណ្ដូងរ៉ែដ៏ធំមួយរបស់អូស្ត្រាលីឈ្មោះ Sundance Resources ដែលមានទឹកប្រាក់ជិត 1000 លានអឺរ៉ូប៉ុន្តែប្រតិបត្តិការនេះត្រូវបានអាក់ខានទៅវិញនៅឆ្នាំ 2013 ដោយសារតែមហាសេដ្ឋីចិននេះពុំអាចប្រកល់គម្រោងហិរញ្ញប្បទានមួយដល់ក្រុមហ៊ុនអូស្ត្រាលីនៅពេលនោះហើយដែលសារព័ត៌មានចិនបានចុះផ្សាយដំណឹងបញ្ជាក់ថាលោកលាវហានត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទលាងលុយនៅតាមកាស៊ីណូនានានៅក្រុងម៉ាកាវក្រុមបនម៉ាហ្វៀរបស់បងប្អូនលាវក៏ត្រូវជាប់ចោទពីបទបានប្រព្រឹត្តអំពើឃាតកម្មដែរទៅលើជនយ៉ាងតិច 8 នាក់នៅខេត្តស៊ីជွမ်ប៉ៃនីរដីនៃប្រទេសចិននៅខេត្តស៊ីជွမ်នេះលោកស៊ូយ៉ុងកាងដែលជាអតីតមេប៉ូលីសតាំងពីឆ្នាំ 2002 ដល់ឆ្នាំ 2012 ត្រូវបានគេដកចេញពីមុខតំណែងកាលពីខែកក្កដាឆ្នាំទៅមិញនឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការចិនដែរពីបទប្រព្រឹត្តអំពើពុករលួយគួររំលឹកថាសារព័ត៌មានចិនជាច្រើនធ្លាប់បានបង្ហាញឲ្យដឹងដែរថាលោកលាវនេះធ្លាប់មានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវសំខាន់ៗនៅក្នុងរដ្ឋាភិបាលជាន់ខ្ពស់ចិននឹងបានទទួលកិច្ចការពារសុវត្ថិភាពជាន់ខ្ពស់សម្រាប់រូបលោកផ្ទាល់ផងដែរហើយនៅថ្ងៃនេះលោកលាវហានព្រមទាំងប្អូនប្រុសឈ្មោះលាវវៃនិងអ្នកខົບខិត3អ្នកផ្សេងទៀតត្រូវបានគេប្រហារជីវិតពីបទបានដឹកនាំក្រុមបនម៉ាហ្វៀនិងប្រព្រឹត្តអំពើឃាតកម្មលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលានៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញចុះពិនិត្យវត្តសាមគ្គីរាំងសីតាមការគ្រងទុកនៅរុស្ស៊ីថ្ងៃនេះកងកម្លាំងប្រដាប់អាវុធនិងប៉ូលីសរាប់រយនាក់ដឹកនាំដោយលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានចុះពិនិត្យវត្តសាមគ្គីរាំងសីដែលជាវត្តខ្មែរកម្ពុជាក្រោមស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យកណ្ដាលរាជធានីភ្នំពេញដើម្បីសិក្សាស្រាវជ្រាវថាតើវត្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនិងថាតើព្រះសង្ឃក្នុងវត្តនេះត្រូវបានបំពោះជាផ្លូវការឬយ៉ាងណាព្រឹត្តិការណ៍នេះគេសង្កេតឃើញពុទ្ធបរិស័ទចំណោះជើងវត្តនិងយុវជនចូលរួមក្លំមើលយ៉ាងច្រើនកកបន្ទាប់ពីពិនិត្យអស់រយៈពេលជិត1ម៉ោងដែលផ្ដោតលើឯកសារពាក់ព័ន្ធរបស់វត្តសាមគ្គីរាំងសីនិងឯកសាររបស់ព្រះសង្ឃក្នុងវត្តនេះលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសន្និសីទថានៅពេលនេះអាជ្ញាធរក្រុងមិនអាចសម្រេចអ្វីទាំងអស់ប៉ុន្តែត្រូវធ្វើរបាយការណ៍ទៅថ្នាក់លើជាមុនសិនអាចបនទៅជាបនទៅគុំតែទៅជាបនតែយូរលើទាំងនេះក៏ទៅខែគាត់តាមខ្ញុំអត់និយាយទេខ្ញុំបានថាគេនិយាយអញ្ចឹងគាត់ឲ្យច្បាស់គ្នាខ្ញុំអត់មានបាននិយាយអញ្ចឹងទេតែពីណាពីណីមកខ្ញុំអត់ដែរមានធ្វើសិនតែតើគាត់មានថាសឹងអញ្ចឹងទេតែខ្ញុំខ្លាចខ្លួនឯងស្ដាប់ទៅវាខុសពាក្យគេនិយាយថាហើយឬក៏សឹងយល់ទេហ្នឹងហើយគូថ្ងៃនោះអូនខ្ញុំបានឆ្លើយតបគាត់គោលដៅតែនិយាយថាគាត់នឹងមានភាពទើសង្ស័យអាចបានទៅជាបនអញ្ចឹងចង់បានការឆ្លើយតបពីជំនាញទៅហើយដល់ពីស្ទីកមើលថាវាបងមានសិទ្ធិសួរខ្ញុំមានសិទ្ធិឆ្លើយខ្ញុំអត់ឆ្លើយក៏បានមានសិទ្ធិរបស់ខ្ញុំប៉ុន្តែខ្ញុំបានបញ្ជាក់វិញថាខ្ញុំខ្លាចថាអ្នកស្លាប់និងអ្នកនិយាយគ្នានោះពេលនោះមានបញ្ហាប៉ុន្តែចំពោះខ្ញុំអត់និយាយទៅដល់អ្នកតងគាត់ពីរឿងអភិគុំអស់ខ្ញុំអត់ដែរនិយាយចឹងអូខេតែបញ្ជាក់ឡើងវិញបើខ្ញុំវាយតម្លៃណាអភិគុំខ្ញុំនឹងយកកម្លាំងទៅពេកហើយនេះបើខ្ញុំច្បាស់អត់មានខ្ញុំរឿងណាអូមិញអាយអាដាមថាបាននិយាយទេប៉ុន្តែឥឡូវខ្ញុំសួរគាត់អ្នកនិយាយវិញថាតើគាត់បាននិយាយភាសាថាវត្តសាមគ្គីរាំងសីអាចបង្កើតអភិគមន៍មែនអញ្ចឹងឥឡូវយើងអាចបញ្ជាក់ថាខ្ញុំអត់ឡើយចឹងតែឥឡូវយើងអាចបញ្ជាក់បានថាអភិគមន៍មិនអភិគមន៍មកខ្ញុំចាំមកជុំបងអាយដាមគាត់បោះស្រែហើយបងបាក់ទល់មកបងអាយដាមគាត់បោះស្រែហើយសូមឃើញបងសូមអាយដាមគាត់បោះស្រែហើយសូមរំលឹកថា
កន្លងមកព្រះសង្ឃជាថ្នាក់ដឹកនាំគង់នៅវត្តសាមគ្គីរាំងសេបបានមានសង្ឃឯកាថារដ្ឋាភិបាលចង់បិទវត្តនេះចោលដោយសារតែនេះជាវត្តមួយក្នុងចំណោមវត្តមួយចំនួនតូចនៅក្នុងប្រទេសដែលហ៊ានក្រោកឈរការពារគ្រួសារដែលប្រឈមការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍឯកជននិងហ៊ានដឹកនាំប្រជាពលរដ្ឋធ្វើបាតកម្មប្រឆាំងយួនឈ្លានពានអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចោះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដិតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះគណៈបកទាំងពីរព្រមព្រៀងគ្នាបង្កើតច្បាប់ស្តីពីការជួលផ្ទះតាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានព្រមព្រៀងគ្នាថានឹងបង្កើតច្បាប់មួយដើម្បីគ្រប់គ្រងការជួលផ្ទះច្បាប់នេះសម្ដែងការពីផលប្រយោជន៍អ្នកជួលផ្ទះនិងម្ចាស់ផ្ទះដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ដល់ភាគីណាមួយក្រុមការងារគណៈបកទាំងពីរកំពុងពិភាក្សាគ្នាអំពីការតាក់តែងសេចក្តីព្រាងច្បាប់នេះកម្ពុជានឹងមានច្បាប់ស្តីពីការជួលផ្ទះក្នុងពេលឆាប់ៗនេះដើម្បីការពារផលប្រយោជន៍ទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះសេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវតាក់តែងឡើងដោយក្រុមការងារគណៈបកទាំងពីរដែលមានកៅអីក្នុងរដ្ឋសភានេះជាការប្រកាសឲ្យដឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកថ្ងៃអង្គារទី10កុម្ភៈនេះថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅឯកោះពេជ្រប្រមុខរដ្ឋាភិបាលខ្មែរបានបញ្ជាក់ថារូបលោកបានព្រមព្រៀងជាមួយលោកសំរងស៊ីមេដឹកនាំបកប្រឆាំងរួចហើយថានឹងបង្កើតក្រុមការងារដើម្បីសរសេរសេចក្តីព្រាងច្បាប់ស្តីពីការជួលផ្ទះសេចក្តីព្រាងច្បាប់នេះមានគោលដៅការពារផលប្រយោជន៍ភាគីទាំងសងខាងគឺទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះនេះបើតាមការពន្យល់របស់លោកនាយករដ្ឋមន្ត្រីលោកសំរងស៊ីធ្លាប់បានបង្ហាប់ឲ្យដឹងការពីពេលថ្មីនេះថាលោកចង់ឲ្យមានច្បាប់មួយកំណត់ពីការជួលផ្ទះដោយនៅក្នុងបណ្ដាប្រទេសជឿនលឿនផ្សេងទៀតដែរគណៈកម្មការទី1រដ្ឋសភាស្នើឲ្យបញ្ឈប់ប្រើតុលាការគៀបសង្កត់ពលរដ្ឋមានចំនួនដីធ្លីបងប្អូនជនរួមជាទីមេត្រីបើយោងតាមគេហទំព័រភ្នំពេញប៉ុបបានចុះផ្សាយថាគណៈកម្មការទី1រដ្ឋសភាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយអន្តរាគមន៍ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដោយសន្តិវិធីដោយមិនត្រូវឲ្យក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធតុលាការមកធ្វើការគៀបសង្កត់ភាគីប្រជាពលរដ្ឋក្រីក្រដោយពេលកន្លងមកទៀតឡើយការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទម្សិលមិញរវាងគណៈកម្មការទី1នៃរដ្ឋសភាផ្នែកសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភាប្រសិទ្ធិជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនាទីស្តីការក្រសួងដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទដីធ្លីដែលពាក់ព័ន្ធនឹងក្រសួងក្នុងនោះមានបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀបជាមួយក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំតាម៉ូស្រុកមេមត់ខេត្តត្បូងឃ្មុំជាមួយក្រុមហ៊ុនចំការកស៊ូមេមត់ទំនាស់ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ700ខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី10ខែកុម្ភៈគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញចុះពិនិត្យវត្តសាមគ្គីរាំងសីតាមការគ្រងទុកនៅរុស្ស៊ីថ្ងៃនេះកងកម្លាំងប្រដាប់អាវុធនិងប៉ូលីសរាប់រយនាក់ដឹកនាំដោយលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានចុះពិនិត្យវត្តសាមគ្គីរាំងសីដែលជាវត្តខ្មែរកម្ពុជាក្រោមស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យកណ្ដាលរាជធានីភ្នំពេញដើម្បីសិក្សាស្រាវជ្រាវថាតើវត្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនិងថាតើព្រះសង្ឃក្នុងវត្តនេះត្រូវបានបំពោះជាផ្លូវការឬយ៉ាងណាព្រឹត្តិការណ៍នេះគេសង្កេតឃើញពុទ្ធបរិស័ទចំណោះជើងវត្តនិងយុវជនចូលរួមក្លំមើលយ៉ាងច្រើនកកបន្ទាប់ពីពិនិត្យអស់រយៈពេលជិត1ម៉ោងដែលផ្ដោតលើឯកសារពាក់ព័ន្ធរបស់វត្តសាមគ្គីរាំងសីនិងឯកសាររបស់ព្រះសង្ឃក្នុងវត្តនេះលោកខួងស្រេងអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសន្និសីទថានៅពេលនេះអាជ្ញាធរក្រុងមិនអាចសម្រេចអ្វីទាំងអស់ប៉ុន្តែត្រូវធ្វើរបាយការណ៍ទៅថ្នាក់លើជាមុនសិនអាចបនទៅជារបស់ឯកជនពុកអថែទៅជារបស់ឯកជនតែ
តែយើងលើកទាំងនេះក៏ទៅខេត្តគាត់តាមខ្ញុំអត់និយាយទេខ្ញុំបានថាគេនិយាយអញ្ចឹងគាត់ឲ្យច្បាស់គ្នាខ្ញុំអត់មានបាននិយាយអញ្ចឹងទេតែពីណាពីណីមកខ្ញុំអត់ដែរមានធ្វើសិនភាសាទេតើគាត់មានថាសិនអញ្ចឹងទេតែខ្ញុំខ្លាចខ្លួនឯងស្ដាប់ទៅវាខុសពាក្យគេនិយាយថាឯងឬក៏សឹងយល់ទេហ្នឹងហើយគោថ្ងៃនោះកូនខ្ញុំបានឆ្លើយតបទៅគាត់កូនដៃតែនិយាយថាគាត់នឹងមានភាពគឺសង្ស័យអាចថានឹងទៅជាគាត់នឹងចូលទៅអញ្ចឹងចង់បានការឆ្លើយតបពីជំនាញទៅហើយតាមពីស្ទិចមើលថាតើវាកូនមានសិទ្ធិសួរខ្ញុំមានសិទ្ធិឆ្លើយខ្ញុំអត់ឆ្លើយក៏បានមានសិទ្ធិរបស់ខ្ញុំតែខ្ញុំបានបញ្ជាក់វិញថាខ្ញុំខ្លាចថាអ្នកស្លាប់និងអ្នកនិយាយគ្នានោះពេលនោះមានបញ្ហាហើយតែចំពោះខ្ញុំអត់និយាយទៅដល់តាក់ទងគាត់ពីរឿងអភិគុំអស់ខ្ញុំអត់ដែរនិយាយចឹងអូខេតែបញ្ជាក់ឡើងវិញបើខ្ញុំវាយតម្លៃណាអភិគុំខ្ញុំនឹងយកកម្លាំងទៅវិញហើយនេះរបស់ខ្ញុំច្បាស់អត់មានមកខ្ញុំរឿងណាអូមិញអាយអារម្មណ៍ថាបាននិយាយទេប៉ុន្តែឥឡូវខ្ញុំសួរគាត់អ្នកនិយាយវិញថាតើគាត់បាននិយាយភាសាថាវត្តសាមគ្គីរាំងសីអាចបង្កើតអភិគមន៍មែនទេអញ្ចឹងឥឡូវយើងអាចខ្ញុំថាខ្លាយដូចខ្ញុំអភិគមន៍អាចទេខ្ញុំឡើយអត់ទេឥឡូវយើងអាចបញ្ជាក់បានថាអភិគមន៍មិនអភិគមន៍មកខ្ញុំចាំបានគឺបងអាយដាំគាត់បោះស្រែហើយបាត់ទល់មកបងប្អូនអាយដាំគាត់បោះស្រែហើយសុំឃើញចាំបងសុំអាយដាំគាត់បោះស្រែហើយសូមរំលឹកថាកន្លងមកព្រះសង្ឃជាថ្នាក់ដឹកនាំគង់នៅវត្តសាមគ្គីរាំងសេបបានមានសង្ឃឯកាថារដ្ឋាភិបាលចង់បិទវត្តនេះចោលដោយសារតែនេះជាវត្តមួយក្នុងចំណោមវត្តមួយចំនួនតូចនៅក្នុងប្រទេសដែលហ៊ានក្រោកឈរការពារគ្រួសារដែលប្រឈមការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍឯកជននិងហ៊ានដឹកនាំប្រជាពលរដ្ឋធ្វើបាតកម្មប្រឆាំងយួនឈ្លានពានអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចោទត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដឹកទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះគណៈបកទាំងពីរព្រមព្រៀងគ្នាបង្កើតច្បាប់ស្តីពីការជួលផ្ទះតាមការចុះផ្សាយរបស់គេហទំព័រ AFE បានឲ្យដឹងថាគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានព្រមព្រៀងគ្នាថានឹងបង្កើតច្បាប់មួយដើម្បីគ្រប់គ្រងការជួលផ្ទះច្បាប់នេះសម្ដែងការពីផលប្រយោជន៍អ្នកជួលផ្ទះនិងម្ចាស់ផ្ទះដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ដល់ភាគីណាមួយក្រុមការងារគណៈបកទាំងពីរកំពុងពិភាក្សាគ្នាអំពីការតាក់តែងសេចក្តីព្រាងច្បាប់នេះកម្ពុជានឹងមានច្បាប់ស្តីពីការជួលផ្ទះក្នុងពេលឆាប់ៗនេះដើម្បីការពារផលប្រយោជន៍ទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះសេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវតាក់តែងឡើងដោយក្រុមការងារគណៈបកទាំងពីរដែលមានកៅអីក្នុងរដ្ឋសភានេះជាការប្រកាសឲ្យដឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកថ្ងៃអង្គារទី10កុម្ភៈនេះថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅឯកោះពេជ្រប្រមុខរដ្ឋាភិបាលខ្មែរបានបញ្ជាក់ថារូបលោកបានព្រមព្រៀងជាមួយលោកសំរងស៊ីមេដឹកនាំបកប្រឆាំងរួចហើយថានឹងបង្កើតក្រុមការងារដើម្បីសរសេរសេចក្តីព្រាងច្បាប់ស្តីពីការជួលផ្ទះសេចក្តីព្រាងច្បាប់នេះមានគោលដៅការពារផលប្រយោជន៍ភាគីទាំងសងខាងគឺទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះនេះបើតាមការពន្យល់របស់លោកនាយករដ្ឋមន្ត្រីលោកសំរងស៊ីធ្លាប់បានបង្ហាប់ឲ្យដឹងការពីពេលថ្មីនេះថាលោកចង់ឲ្យមានច្បាប់មួយកំណត់ពីការជួលផ្ទះដោយនៅក្នុងបណ្ដាប្រទេសជឿនលឿនផ្សេងទៀតដែរគណៈកម្មការទី1រដ្ឋសភាស្នើឲ្យបញ្ឈប់ប្រើតុលាការគៀបសង្កត់ពលរដ្ឋមានចំនួនដីធ្លីបងប្អូនជនរួមជាទីមេត្រីបើយោងតាមគេហទំព័រភ្នំពេញប៉ុបបានចុះផ្សាយថាគណៈកម្មការទី1រដ្ឋសភាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយអន្តរាគមន៍ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដោយសន្តិវិធីដោយមិនត្រូវឲ្យក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធតុលាការមកធ្វើការគៀបសង្កត់ភាគីប្រជាពលរដ្ឋក្រីក្រដោយពេលកន្លងមកទៀតឡើយការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទម្សិលមិញរវាងគណៈកម្មការទី1នៃរដ្ឋសភាផ្នែកសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភាប្រសិទ្ធិជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនាទីស្តីការក្រសួងដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទដីធ្លីដែលពាក់ព័ន្ធនឹងក្រសួងក្នុងនោះមានបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀបជាមួយក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ
ទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំតាម៉ូស្រុកមេមត់ខេត្តត្បូងឃ្មុំជាមួយក្រុមហ៊ុនចំការកស៊ូមេមត់ទំនាស់ដីធ្លីរវាងពលរដ្ឋនៅឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារជាមួយក្រុមហ៊ុនចិនឡានហ្វេងនិងរយហ្វេងព្រមទាំងករណីទំនាស់ដីធ្លីជាច្រើនទៀតនៅខេត្តក្រចេះនិងខេត្តកោះកុងគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានគណៈកម្មការទី1នៃរដ្ឋសភាលោកអេងឆៃអៀងបានថ្លែងថាខណៈដែលក្រសួងកសិកម្មបាននឹងកំពុងធ្វើការដោះស្រាយបញ្ហាដីធ្លីបញ្ហាចំនួនដីធ្លីទាំងនេះគណៈកម្មការរដ្ឋសភាស្នើឲ្យក្រសួងជួយធ្វើយ៉ាងណាដោះស្រាយវិវាទដោយសន្តិវិធីកុំឲ្យភាគីម្ខាងទៀតប្រើប្រាស់ប្រព័ន្ធតុលាការទៅគៀបសង្កត់ភាគីប្រជាពលរដ្ឋរដ្ឋមន្ត្រីក្រសួងកសិកម្មលោកអុករ៉ាប៊ុនបានបញ្ជាក់ចំហថាក្រសួងនៅបន្តអន្តរាគមន៍និងជំរុញឲ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីធ្វើយ៉ាងណាពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់សង្គមស៊ីវិលបានលើកឡើងថាការចុះត្រួតពិនិត្យវត្តខ្មែរក្រោមក្នុងរាជធានីអាចជាការសងសឹករឿងដុតទង់ជាតិវៀតណាមតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចុះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះប្រតិកម្មបែបនេះចំពេលដែលសាលារដ្ឋាភិបាលភ្នំពេញប្រកាសដឹកនាំកម្លាំងចុះត្រួតពិនិត្យបែបបាត់រដ្ឋបាលនៅវត្តសាមគ្គីរាំងសីដែលគ្រប់គ្រងដោយព្រះសង្ឃខ្មែរកម្ពុជាក្រោមគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះលោកថាព្រះសង្ឃកម្ពុជាក្រោមធ្វើការតវ៉ាហើយមានការដុតទង់ជាតិវៀតណាមជាពិសេសព្រះសង្ឃកម្ពុជាក្រោមគឺតវ៉ាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមក៏ដូចជាសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងព្រះសង្ឃកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមដែលវៀតណាមគ្រប់គ្រងលោកអំសំអាតឲ្យដឹងទៀតថាប្រជាអធិការវត្តសាមគ្គីរាំងសីនេះក៏បានអនុញ្ញាតឲ្យអ្នកមានចំនួនដីធ្លីមកពីខេត្តនានាបានស្នាក់នៅសម្រាប់ជាកន្លែងសំចតដើម្បីត្រៀមចេញតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលផងដែរលោកយល់ថាវិធានការនេះគ្មានអ្វីចំណេញដល់រដ្ឋាភិបាលទេនាយកលេខាធិការដ្ឋាននៃក្រមការងារពិសេសសិទ្ធិលំនៅឋានលោកសៀភិរមហាវិធានការចោះត្រួតពិនិត្យវត្តសាមគ្គីរាំងសីនេះអាចជារូបភាពគម្រាមកំហែងដល់វត្តផ្សេងៗទៀតដែលកំពុងផ្ដល់ទីស្នាក់អាស្រ័យដល់អ្នករងគ្រោះដែលទាមទាររកយុត្តិធម៌លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យពីវិធានការនេះឡើងវិញដើម្បីធានាថាបញ្ហារបស់ពលរដ្ឋជាការផ្ដល់ដំណោះស្រាយដល់ដំណាភាពរបស់អាជ្ញាធរពាក់ព័ន្ធលោកបញ្ជាក់ថានេះជារឿងសាមញ្ញធម្មតាសម្រាប់នៅប្រទេសកម្ពុជាយើងនៅក្នុងរបបមួយដែលមានភាពអយុត្តិធម៌ធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកំពុងតែស្វែងរកយុត្តិធម៌ពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបញ្ចប់នៅនីតិរដ្ឋភាពឬក៏ភាពរើសអើងរវាងអ្នកមានអំណាចនិងអ្នកក្រនៅកម្ពុជាយ៉ាងនេះក្តីប្រជាអធិការវត្តសាមគ្គីរាំងសីព្រះតេជគុណថាច់ហាសំអាងបានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី5ខែកុម្ភៈឆ្នាំ2015ថាព្រះអង្គនឹងសហការជាមួយមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញដែលចុះត្រួតពិនិត្យបែបបទរដ្ឋបាលនេះប៉ុន្តែបានប្រកាសការពារមិនទទួលខុសត្រូវរាល់ការប្រើពាក្យអសុរោះនិងការបង្កហិង្សាណាមួយដល់កិច្ចការចុះត្រួតពិនិត្យនេះដែលអះអាងថាអ្នកបង្កបញ្ហាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងតុលាការបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារប្រកល់ដីឲ្យក្រុមហ៊ុនអភិវឌ្ឍ UDG បើយោងតាមគេហទំព័រ Cambodia Daily បានចុះផ្សាយថាយោងតាមច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការដែលទទួលបានកាលពីថ្ងៃអង្គារបានឲ្យដឹងថាតុលាការខេត្តកោះកុងបានបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងចំនួនដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍ China Union Development Group ចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ក្រុមហ៊ុន UDG បានបណ្ដេញប្រជាពលរដ្ឋប្រហែល 1000 គ្រួសាររួចហើយចេញពីដីទំហំ 45,000 ហិកតានៅខាងក្នុងឧទ្យានជាតិបទុមសាគរដែលខ្លួនបាននឹងកំពុងអភិវឌ្ឍឲ្យទៅជាកន្លែងទេសចរអស់ទឹកប្រាក់ $3.8 លានតាំងពីឆ្នាំ2010មកប្រជាពលរដ្ឋ47គ្រួសារនេះដែលមានឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការបានបន្តការពារខ្លួនដែលអះអាងថាបាននឹងកំពុងរស់នៅនិងធ្វើស្រែចម្ការលើដីនោះរយៈពេលជាច្រើនទសវត្សរ៍មកហើយសេចក្តីសម្រេចថ្ងៃទី2ខែកុម្ភៈដែលចុះហត្ថលេខាដោយអនុប្រធានតុលាការខេត្តលោកឆេងប៊ុនលីបានចេញតែមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន UDG ប្តឹងគ្រួសារទាំងនោះតុលាការបង្គាប់ឲ្យគ្រួសារប្រជាពលរដ្ឋទាំងនោះរើផ្ទះសម្បែងនិងរបងរបស់អ្នកនិងយកសម្ភារៈទាំងអស់ចេញពីដីរបស់ក្រុមហ៊ុនអភិវឌ្ឍ UDG
និងបដិសេធសិទ្ធិជាម្ចាស់ផ្សេងទៀតរបស់ពួកគេក្នុងនោះមានទាំងសិទ្ធិលក់ឬជួលដីផងដែរគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោកស៊ីមកំសានដែលគ្រួសាររបស់លោកស្ថិតនៅក្នុងចំណោម47គ្រួសារមានឈ្មោះក្នុងសេចក្តីបង្គាប់នេះបាននិយាយថាគាត់រស់នៅកន្លែងនោះតាំងពីឆ្នាំ1984មកហើយមិនធ្វើតាមសេចក្តីសម្រេចនេះទេលោកបាននិយាយថាលោកបដិសេធសេចក្តីសម្រេចរបស់តុលាការពីព្រោះវាជាដីរបស់លោកចង់សួរថាតើលោកបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនពីកាលណាលោកមិនដែលបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនទេលោកបានបន្ថែមថាតុលាការអយុត្តិធម៌តុលាការមានជញ្ជីងប៉ុន្តែតុលាការមិនដឹងរបៀបប្រើជញ្ជីងទេថាជញ្ជីងម្ខាងគេដាក់ថ្មប៉ុន្តែថាម្ខាងទៀតគេមិនដាក់សាច់លោកគឹមសានបាននិយាយថាប្រជាពលរដ្ឋ47គ្រួសារនេះនឹងប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តនៅថ្ងៃពុធដើម្បីតវ៉ាប្រឆាំងសេចក្តីសម្រេចនេះលោកអិនគង្ជិតអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថាពីមុនតុលាការបានច្រានចោលបណ្ដឹងចំនួន2ពីគ្រួសារទាំងនេះដែលស្នើឲ្យតុលាការបង្គាប់ឲ្យក្រុមហ៊ុន UDG កុំឲ្យបណ្ដេញពួកគាត់ម្ដងនៅចុងឆ្នាំ2013និងម្ដងទៀតនៅដើមឆ្នាំ2014លោកបាននិយាយថាយើងបានឃើញថាតុលាការលំអៀងទៅខាងក្រុមហ៊ុនចិនពីព្រោះពេលដែលក្រុមអ្នកភូមិប្តឹងទៅតុលាការស្នើសុំដីរក្សាការពារតុលាការបានច្រានចោលប៉ុន្តែពេលដែលក្រុមហ៊ុនចិនប្តឹងវិញតុលាការជាសេចក្តីបង្គាប់អ្នកស្រុករវាងបារម្ភពីការវាយយកដីពីក្រុមហ៊ុនវៀតណាមលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាដីស្រែចម្ការពលរដ្ឋជាង800ហិកតានៅស្រុករវាងខេត្តព្រះវិហារកំពុងត្រូវក្រុមហ៊ុនវៀតណាមមួយធ្វើការឈូសឆាយដោយមិនព្រមផ្អាកនិងកាត់ដីប៉ះពាល់ចេញឡើយបើទោះជាមានការស្នើសុំយ៉ាងណាក៏ដោយប្រជាពលរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលបានអះអាងកាលពីម្សិលមិញថាក្រុមហ៊ុនវៀតណាមឈ្មោះ PNT Coal Ltd បានកំពុងធ្វើសកម្មភាពឈូសឆាយនៅក្នុងភូមិឆ្នូនឃុំរស់រាន់ស្រុករវាងចាប់តាំងពីខែមករាឆ្នាំ2014មកដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការប្រមាណជា800ហិកតារបស់ពលរដ្ឋសរុប127គ្រួសារគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈតំណាងពលរដ្ឋជាអតីតយោធាលោកវងសុខេងលីអាយុ48ឆ្នាំបានឲ្យដឹងថាពួកលោកកាន់កាប់និងប្រកបរបរធ្វើស្រែចម្ការលើដីទាំងនោះជាង10ឆ្នាំហើយប៉ុន្តែក្រុមហ៊ុនបែរជាទៅឈូសឆាយនិងមិនព្រមកាត់ផលប៉ះពាល់ជាក់ស្ដែងចេញនោះទេដោយនៅតែអះអាងថាទាំងដីនិងចម្ការស្វាយចន្ទីសុទ្ធតែជារបស់ក្រុមហ៊ុនទាំងអស់លោកបន្តថាដីគាត់3ហិកតាក្នុងចំណោម8ហិកតានោះនិងដីពលរដ្ឋផ្សេងទៀតជិត20ហិកតាត្រូវក្រុមហ៊ុនឈូសឆាយហើយអតីតយោធារូបនោះបន្តឲ្យដឹងទៀតថាក្រុមហ៊ុនបានបង្ហាញផែនទីគ្របដណ្ដប់លើផ្ទៃដី7900ហិកតាដែលត្រូវឈូសឆាយដើម្បីដាំកាហ្វេស្វាយចន្ទីក្រូចឆ្មាក្លឹមច័ន្ទជាតំបន់ទេសចរណ៍អាគារលក់ទំនិញនិងសង់ប្រលានយន្តហោះខ្នាតតូចសម្រាប់ក្រុមហ៊ុនជាដើមដីពលរដ្ឋទាំងនោះគឺស្ថិតក្នុងផែនទីដែលធ្វើឲ្យពួកគាត់បារម្ភខ្លាចបាត់ដីដោយក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពមិនព្រមឈប់ប្រជាពលរដ្ឋបាននាំគ្នាដាក់ពាក្យប្តឹងរួមគ្នាទៅអង្គការសិទ្ធិមនុស្សអាត60និងពន្លកខ្មែរកាលពីខែមករាកន្លងមកសូមឲ្យជួយអន្តរាគមន៍ហើយអង្គការទាំងពីរក៏បានចុះទៅអង្កេតជាក់ស្ដែងនៅនឹងកន្លែងកាលពីថ្ងៃទី22ខែមករានោះដដែលលោកអៀងជីនឡោមនាយកប្រតិបត្តិរបស់អង្គការពន្លកខ្មែរនៅខេត្តព្រះវិហារដែលបានចុះទៅអង្កេតផ្ទាល់ឲ្យដឹងកាលពីម្សិលមិញថាពលរដ្ឋកំពុងតែកាន់កាប់និងប្រើប្រាស់ដីទាំងនោះជាក់ស្ដែងប៉ុន្តែក្រុមហ៊ុនមិនទទួលស្គាល់ជាដីពលរដ្ឋទេដែលប្រការនេះបង្កើតឲ្យមានបញ្ហារវាងពលរដ្ឋនិងក្រុមហ៊ុនលោកបញ្ជាក់ថាសូមឲ្យក្រុមហ៊ុនទទួលស្គាល់ស្រែចម្ការហើយវាដីនោះចេញវាចប់ទៅហើយវាមិនខាតទេនៅមានដីច្រើនទៀតក្រុមហ៊ុនក៏បានឈូសដីជាប់មាត់ស្ទឹងផងដែរដែលវាខុសច្បាប់ហើយព្រោះជាដីគម្របព្រៃសូមបញ្ជាក់ថាក្រុមហ៊ុន PNT បានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីឆ្នាំ2010លើផ្ទៃដី7900ហិកតាដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្មក្នុងរយៈពេល70ឆ្នាំដែលមាននាយកក្រុមហ៊ុនឈ្មោះ Phan Hu Nam ជាជនជាតិវៀតណាមមហាសេដ្ឋីចិនម្នាក់ត្រូវបានគេប្រហារជីវិតពីបទដឹកនាំក្រុមបនម៉ាហ្វៀបើយោងតាមគេហទំព័រ RFE បានចុះផ្សាយថានៅក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលចិនអ្នកទោសជាច្រើនរូបហើយត្រូវបានប្រហារជីវិតជនរងគ្រោះថ្មីនៃយុទ្ធនាការនេះគឺលោកលាវហានមហាសេដ្ឋីចិនដ៏ល្បីឈ្មោះផ្នែកឧស្សាហកម្មអណ្ដូងរ៉ែធ្យូងថ្មទើបត្រូវបានប្រហារជីវិតនៅថ្ងៃច័ន្ទ9កុម្ភៈនេះរួមទាំងប្អូនប្រុសលាវវៃនិងអ្នកខុបខិត3នាក់ផ្សេងទៀតអ្នកទោសទាំង5រូបនេះត្រូវបានតុលាការចិននៅខេត្តហូប៉ៃកាត់ទោសប្រហារជីវិតតាំងពីចុងខែឧសភាមុនពីបទបានរៀបចំក្រុមបនម៉ាហ្វៀមួយនិងប្រព្រឹត្តអំពើឃាតកម្ម
ជាបុគ្គលដ៏ល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសលោកលាវហានដឹកនាំក្រុមហ៊ុនឯកជនដ៏ធំមួយឈ្មោះ Han Long Group បង្កើតឡើងតាំងពីឆ្នាំ 1997 ដែលមានទាំងផ្នែកទេសចរណ៍សំណង់រហូតដល់ឧស្សាហកម្មអណ្ដូងរ៉ែមិនគ្រាន់តែល្បីឈ្មោះនៅក្នុងប្រទេសប៉ុណ្ណោះទេលោកលាវក៏មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅឯបរទេសដែរគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងទៀតថានៅឆ្នាំ 2011 លោកលាវបានចាប់ផ្ដើមប្រកាសស្នើទិញពីក្រុមហ៊ុនអណ្ដូងរ៉ែដ៏ធំមួយរបស់អូស្ត្រាលីឈ្មោះ Sundance Resources ដែលមានទឹកប្រាក់ជិត 1000 លានអឺរ៉ូប៉ុន្តែប្រតិបត្តិការនេះត្រូវបានអាក់ខានទៅវិញនៅឆ្នាំ 2013 ដោយសារតែមហាសេដ្ឋីចិននេះពុំអាចប្រកល់គម្រោងហិរញ្ញប្បទានមួយដល់ក្រុមហ៊ុនអូស្ត្រាលីនៅពេលនោះហើយដែលសារព័ត៌មានចិនបានចុះផ្សាយដំណឹងបញ្ជាក់ថាលោកលាវហានត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទលាងលុយនៅតាមកាស៊ីណូនានានៅក្រុងម៉ាកាវក្រុមបនម៉ាហ្វៀរបស់បងប្អូនលាវក៏ត្រូវចាប់ចោទពីបទបានប្រព្រឹត្តអំពើឃាតកម្មដែរទៅលើជនយ៉ាងតិច 8 នាក់នៅខេត្តស៊ីជွန်ប៉ែកនិរដីនៃប្រទេសចិននៅខេត្តស៊ីជွန်នេះលោកស៊ូយ៉ុងកាងដែលជាអតីតមេប៉ូលីសតាំងពីឆ្នាំ 2002 ដល់ឆ្នាំ 2012 ត្រូវបានគេដកចេញពីមុខតំណែងកាលពីខែកក្កដាឆ្នាំទៅមិញនឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការចិនដែរពីបទប្រព្រឹត្តអំពើពុករលួយគួររំលឹកថាសារព័ត៌មានចិនជាច្រើនធ្លាប់បានបង្ហាញឲ្យដឹងដែរថាលោកលាវនេះធ្លាប់មានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវសំខាន់ៗនៅក្នុងរដ្ឋាភិបាលជាន់ខ្ពស់ចិននឹងបានទទួលកិច្ចការពារសុវត្ថិភាពជាន់ខ្ពស់សម្រាប់រូបលោកផ្ទាល់ផងដែរហើយនៅថ្ងៃនេះលោកលាវហានព្រមទាំងប្អូនប្រុសឈ្មោះលាវវៃនិងអ្នកខົບខិត3អ្នកផ្សេងទៀតត្រូវបានគេប្រហារជីវិតពីបទបានដឹកនាំក្រុមបលម៉ាហ្វៀនិងប្រព្រឹត្តអំពើឃាតកម្មលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលាជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ700ខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី10ខែកុម្ភៈគ្រិស្តសករាជ2015ដីធ្លីរវាងពលរដ្ឋនៅឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារជាមួយក្រុមហ៊ុនចិនឡានហ្វេងនិងរយហ្វេងព្រមទាំងករណីទំនាស់ដីធ្លីជាច្រើនទៀតនៅខេត្តក្រចេះនិងខេត្តកោះកុងគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានគណៈកម្មការទី1នៃរដ្ឋសភាលោកអេងឆៃអៀងបានថ្លែងថាខណៈដែលក្រសួងកសិកម្មបាននឹងកំពុងធ្វើការដោះស្រាយបញ្ហាដីធ្លីបញ្ហាចំនួនដីធ្លីទាំងនេះគណៈកម្មការរដ្ឋសភាស្នើឲ្យក្រសួងជួយធ្វើយ៉ាងណាដោះស្រាយវិវាទដោយសន្តិវិធីកុំឲ្យភាគីម្ខាងទៀតប្រើប្រាស់ប្រព័ន្ធតុលាការទៅគៀបសង្កត់ភាគីប្រជាពលរដ្ឋរដ្ឋមន្ត្រីក្រសួងកសិកម្មរុកអុករ៉ាប៊ុនបានបញ្ជាក់ចំហថាក្រសួងនៅបន្តអន្តរាគមន៍និងជំរុញឲ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីធ្វើយ៉ាងណាពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់សង្គមស៊ីវិលបានលើកឡើងថាការចុះត្រួតពិនិត្យវត្តខ្មែរក្រោមក្នុងរាជធានីអាចជាការសងសឹករឿងដុតទង់ជាតិវៀតណាមតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាអង្គការសង្គមស៊ីវិលយល់ថាការដែលអាជ្ញាធរចុះត្រួតពិនិត្យវត្តសាមគ្គីរាំងសីជារូបភាពគម្រាមកំហែងសេរីភាពបញ្ចេញមតិទៅលើអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមប្រឆាំងនឹងការបំផ្លាញប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់មន្ត្រីស្ថានទូតនេះប្រតិកម្មបែបនេះចំពេលដែលសាលារដ្ឋាភិបាលភ្នំពេញប្រកាសដឹកនាំកម្លាំងចុះត្រួតពិនិត្យបែបបាត់រដ្ឋបាលនៅវត្តសាមគ្គីរាំងសីដែលគ្រប់គ្រងដោយព្រះសង្ឃខ្មែរកម្ពុជាក្រោមគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតយល់ថាវិធានការនេះជារូបភាពនយោបាយដែលលោកអះអាងថាកន្លងទៅព្រះសង្ឃខ្មែរក្រោមដែលគង់នៅវត្តនេះភាគច្រើនធ្លាប់តវ៉ាប្រឆាំងនឹងអតីតមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមដែលធ្លាប់អះអាងថាទឹកដីខ្មែរក្រោមជារបស់វៀតណាមនោះលោកថាព្រះសង្ឃកម្ពុជាក្រោមធ្វើការតវ៉ាហើយមានការដុតទង់ជាតិវៀតណាមជាពិសេសព្រះសង្ឃកម្ពុជាក្រោមគឺតវ៉ាពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមក៏ដូចជាសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងព្រះសង្ឃកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមដែលវៀតណាមគ្រប់គ្រងលោកអំសំអាតឲ្យដឹងទៀតថាប្រជាអធិការវត្តសាមគ្គីរាំងសីនេះក៏បានអនុញ្ញាតឲ្យអ្នកមានចំនួនដីធ្លីមកពីខេត្តនានាបានស្នាក់នៅសម្រាប់ជាកន្លែងសំចតដើម្បីត្រៀមចេញតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលផងដែរលោកយល់ថាវិធានការនេះគ្មានអ្វីចំណេញដល់រដ្ឋាភិបាលទេ
នាយកលេខាធិការដ្ឋាននៃក្រមការងារពិសេសសិលំនៅឋានលោកសៀភិរមហាវិធានការចោះត្រួតពិនិត្យវត្តសាមគ្គីរាំងសីនេះអាចជារូបភាពគម្រាមកំហែងដល់វត្តផ្សេងៗទៀតដែលកំពុងផ្ដល់ទីស្នាក់អាស្រ័យដល់អ្នករងគ្រោះដែលទាមទាររកយុត្តិធម៌លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យពីវិធានការនេះឡើងវិញដើម្បីធានាថាបញ្ហារបស់ពលរដ្ឋជាការផ្ដល់ដំណោះស្រាយដល់ដំណាភាពរបស់អាជ្ញាធរពាក់ព័ន្ធលោកបញ្ជាក់ថានេះជារឿងសាមញ្ញធម្មតាសម្រាប់នៅប្រទេសកម្ពុជាយើងនៅក្នុងរបបមួយដែលមានភាពអយុត្តិធម៌ធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកំពុងតែស្វែងរកយុត្តិធម៌ពីសំណាក់តុលាការអ ுக ្រិតកម្មអន្តរជាតិបញ្ចប់នៅនីតិរដ្ឋភាពឬក៏ភាពរើសអើងរវាងអ្នកមានអំណាចនិងអ្នកក្រនៅកម្ពុជាយ៉ាងនេះក្តីព្រះចៅអធិការវត្តសាមគ្គីរាំងសេព្រះតេជគុណថាច់ហាសំអាងបានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី5ខែកុម្ភៈឆ្នាំ2015ថាព្រះអង្គនឹងសហការជាមួយមន្ត្រីសាលារដ្ឋាភិបាលភ្នំពេញដែលចុះត្រួតពិនិត្យបែបបទរដ្ឋបាលនេះប៉ុន្តែបានប្រកាសការពារមិនទទួលខុសត្រូវរាល់ការប្រើពាក្យអសុរោះនិងការបង្កហិង្សាណាមួយដល់កិច្ចការចុះត្រួតពិនិត្យនេះដែលអះអាងថាអ្នកបង្កបញ្ហាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងតុលាការបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារប្រកល់ដីឲ្យក្រុមហ៊ុនអភិវឌ្ឍ UDG បើយោងតាមគេហទំព័រ Cambodia Daily បានចុះផ្សាយថាយោងតាមច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការដែលទទួលបានកាលពីថ្ងៃអង្គារបានឲ្យដឹងថាតុលាការខេត្តកោះកុងបានបង្គាប់ឲ្យប្រជាពលរដ្ឋ47គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងចំនួនដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍ China Union Development Group ចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ក្រុមហ៊ុន UDG បានបណ្ដេញប្រជាពលរដ្ឋប្រហែល 1000 គ្រួសាររួចហើយចេញពីដីទំហំ 45,000 ហិកតានៅខាងក្នុងឧទ្យានជាតិបូទុមសាគរដែលខ្លួនបាននឹងកំពុងអភិវឌ្ឍឲ្យទៅជាកន្លែងទេសចរអស់ទឹកប្រាក់ $3.8 លានតាំងពីឆ្នាំ2010មកប្រជាពលរដ្ឋ47គ្រួសារនេះដែលមានឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការបានបន្តការពារខ្លួនដែលអះអាងថាបាននឹងកំពុងរស់នៅនិងធ្វើស្រែចម្ការលើដីនោះរយៈពេលជាច្រើនទសវត្សរ៍មកហើយសេចក្តីសម្រេចថ្ងៃទី2ខែកុម្ភៈដែលចុះហត្ថលេខាដោយអនុប្រធានតុលាការខេត្តលោកឆេងប៊ុនលីបានចេញតែមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន UDG ប្តឹងគ្រួសារទាំងនោះតុលាការបង្គាប់ឲ្យគ្រួសារប្រជាពលរដ្ឋទាំងនោះរើផ្ទះសម្បែងនិងរបងរបស់អ្នកនិងយកសម្ភារៈទាំងអស់ចេញពីដីរបស់ក្រុមហ៊ុនអភិវឌ្ឍ UDG និងបដិសេធសិទ្ធិជាម្ចាស់ផ្សេងទៀតរបស់ពួកគេក្នុងនោះមានទាំងសិទ្ធិលក់ឬជួលដីផងដែរគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោកស៊ីមកំសានដែលគ្រួសាររបស់លោកស្ថិតនៅក្នុងចំណោម47គ្រួសារមានឈ្មោះក្នុងសេចក្តីបង្គាប់នេះបាននិយាយថាគាត់រស់នៅកន្លែងនោះតាំងពីឆ្នាំ1984មកហើយមិនធ្វើតាមសេចក្តីសម្រេចនេះទេលោកបាននិយាយថាលោកបដិសេធសេចក្តីសម្រេចរបស់តុលាការពីព្រោះវាជាដីរបស់លោកចង់សួរថាតើលោកបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនពីកាលណាលោកមិនដែលបានលក់ដីរបស់លោកឲ្យក្រុមហ៊ុនទេលោកបានបន្ថែមថាតុលាការអយុត្តិធម៌តុលាការមានជញ្ជីងប៉ុន្តែតុលាការមិនដឹងរបៀបប្រើជញ្ជីងទេថាជញ្ជីងម្ខាងគេដាក់ថ្មប៉ុន្តែថាម្ខាងទៀតគេមិនដាក់សាច់លោកគឹមសានបាននិយាយថាប្រជាពលរដ្ឋ47គ្រួសារនេះនឹងប្រមូលផ្ដុំគ្នានៅមុខតុលាការខេត្តនៅថ្ងៃពុធដើម្បីតវ៉ាប្រឆាំងសេចក្តីសម្រេចនេះលោកអិនកុងចិត្តអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថាពីមុនតុលាការបានច្រានចោលបណ្ដឹងចំនួន2ពីគ្រួសារទាំងនេះដែលស្នើឲ្យតុលាការបង្គាប់ឲ្យក្រុមហ៊ុន UDG កុំឲ្យបណ្ដេញពួកគាត់ម្ដងនៅចុងឆ្នាំ2013និងម្ដងទៀតនៅដើមឆ្នាំ2014លោកបាននិយាយថាយើងបានឃើញថាតុលាការលំអៀងទៅខាងក្រុមហ៊ុនចិនពីព្រោះពេលដែលក្រុមអ្នកភូមិប្តឹងទៅតុលាការស្នើសុំដីរក្សាការពារតុលាការបានច្រានចោលប៉ុន្តែពេលដែលក្រុមហ៊ុនចិនប្តឹងវិញតុលាការចេញសេចក្តីបង្គាប់អ្នកស្រុករវៀងបារម្ភពី